បាទសូមជំរាបសួរបងប្អូនសាធារណជនទាំងអស់គ្នាបាទខ្ញុំបាទជាមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកស្នួលទទួលជំនាញខាងវិស័យសាធារណការនិងដឹកជញ្ជូននិងបងប្រធានការិយាល័យថ្ងៃនេះផងដែរបន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយនៅក្នុងគេហទំព័រផ្សេងៗនៅតាមបណ្ដាញសង្គមឃើញថាមានការផ្សាយព័ត៌មានថាក្រុមហ៊ុនបានធ្វើការកាយដីដើម្បីយកកាន់កាប់ទៅលើទីតាំងដីចំណីផ្លូវនេះឥឡូវនេះក្រុមការងារយើងខ្ញុំបានចុះមកគឺសង្កេតឃើញថាព័ត៌មាននេះគឺជាព័ត៌មានមិនពិតទេដោយសារតែក្រុមហ៊ុនគាត់កាយនេះក្នុងគោលបំណងគឺដើម្បីកាយក្រវ៉ាត់ព្រំដីរបស់ក្រុមហ៊ុនហើយគាត់ដើម្បីការពារផលដំណាំរបស់ពួកគាត់ជៀសវាងកន្លែងមានបញ្ហាណាមួយដែលដូចជាបញ្ហាចោរកម្មផ្សេងៗសូមបងប្អូនសាធារណជនកុំមានការយល់ច្រឡំពាក់ព័ន្ធជាមួយនឹងព័ត៌មានផ្សាយដែលមានចរិតញុះញង់ដែលបង្កឲ្យមានបញ្ហានៅក្នុងបណ្ដាញសង្គមបាទសូមអរគុណបាទខ្ញុំជាមន្ត្រីសាលាស្រុកស្នួលខ្ញុំបានចុះមកត្រួតពិនិត្យមើលនៅកន្លែងនៃក្រុមដែលសារព័ត៌មានដែលគេចុះថាក្រុមហ៊ុនបានកាយប៉ះពាល់ចំណីផ្លូវសាធារណៈតាមពិតខ្ញុំចុះមកមើលនេះវាអត់ពិតដូចគេផ្សាយទេតាមពិតក្រុមហ៊ុនគេកាយដីសម្រាប់ការពារដីឡូកស៊ូរបស់ក្រុមហ៊ុនទេហើយគេកាយនេះឆ្ងាយពីចំណីផ្លូវថ្នល់ជាតិកាយខាងនោះបកគោនេះហើយវាអត់ពិតតាមព័ត៌មានដែលគេចុះថាកាយដីយកទៅលក់ហ្នឹងវាមិនជាការពិតទេអានឹងសិតជាព័ត៌មានបំផ្លើសទេបាទសូមអរគុណតែប៉ុណ្ណឹង